ចាសួស្តីកូនទាំងអស់គ្នាថ្ងៃនេះយើងមកដោះស្រាយចំណោទតាក់ទងទៅនឹងប្រមាណវិធីបូក2ខ្ទង់នៅក្នុងមេរៀនទី3ណាចាអញ្ចឹងចំណោទថ្ងៃនេះគឺអ្នកគ្រូបានលើកយកមកមួយនេះណាចាអញ្ចឹងគេសួរថាម៉េចថ្នាក់រៀន1មានសិស្សប្រុស24នាក់សិស្សស្រី22នាក់តើសិស្សសរុបក្នុងថ្នាក់រៀននោះមានប៉ុន្មានចាអញ្ចឹងនៅក្នុងចំណោទនេះយើងត្រូវធ្វើប្រមាណវិធីបូកចាយើងត្រូវធ្វើប្រមាណវិធីបូកចាអញ្ចឹងកូនធ្វើបែបនេះដូចអ្នកគ្រូមកណាចាអញ្ចឹងសម្រាប់ការបូកលេខគឺកូនត្រូវដាក់លេខដែលមានចំនួនច្រើនជាងគេនៅអីកូននៅខាងលើអញ្ចឹងណាចាសិស្សប្រុសគឺ24នាក់សិស្សស្រី22នាក់ចាអញ្ចឹងនៅក្នុងការធ្វើប្រមាណវិធីកូនត្រូវធ្វើការតម្រៀបលេខដែលធំជាងគេនៅខាងលើលេខដែលតិចជាងគេនៅខាងក្រោមហើយត្រូវតម្រៀបខ្ទង់រាយគឺស្ថិតក្រោមខ្ទង់រាយខ្ទង់10ស្ថិតក្រោមខ្ទង់10ចាក្នុងការធ្វើប្រមាណវិធីដែលត្រឹមត្រូវគឺត្រូវធ្វើប្រមាណវិធីចាប់ពីខាងស្ដាំទៅឆ្វេងចាពីលើមកក្រោមចាអញ្ចឹងបែបហ្នឹងណា4 + 2គឺស្មើនឹង6 2 + 2ស្មើនឹង4ចាស្មើ4អញ្ចឹងយើងបញ្ចប់នៅខាងប្រមាណវិធីយើងងាកមកមើលកន្លែងចម្លើយម្ដងចាអញ្ចឹងជួរខាងលើកូនត្រូវដាក់ពាក្យអីកូនរកចាពាក្យរកអញ្ចឹងពាក្យរកជាពាក្យដែលកូនអត់ត្រូវคลิกទេណាខាងលើគេបន្ទាត់ខាងលើរកចំនួនសិស្សសរុបចាធ្វើបែបនេះណាតទៅមកទៀតកូនត្រូវធ្វើប្រមាណវិធីជួរដេកចា24បូកជាមួយ22ស្មើនឹង46នាក់ចាតបមកជួរទី3កូនត្រូវដាក់ពាក្យអីដូចនេះចាដូចនេះដូចនេះចានេះជាពាក្យដែលកូនអត់ត្រូវភ្លេចទេណាបាទដូចនេះចំនួនសិស្សសរុបចារៀនសរសេរឲ្យបានស្អាតណាកូនណាចំនួនសិស្សសរុបរៀនសរសេរឲ្យបានស្អាតហើយច្បាស់មាន46សិស្សទៅ46នាក់ចាហើយកូនត្រូវដាក់ប្រអប់ចាប្រអប់ឬក៏រង្វង់ជុំវិញចម្លើយដែលកូនបានរកឃើញតទៅមកទៀតកូនត្រូវប្រើបន្ទាត់គូបញ្ចប់ដើម្បីបញ្ចប់ចំណោទរបស់យើងតើអ្នកនរគ្នាចាអញ្ចឹងបើមានអីឆ្ងល់កូនអាចសាកសួរមកអ្នកគ្រូបានចាសាកសួរមកអ្នកគ្រូបានហើយជួយអីក៏ជួយអី like ជួយ share ជួយ subscribe ឲ្យអ្នកគ្រូផងដើម្បីឲ្យអ្នកគ្រូមានកម្លាំងនៅក្នុងការបង្កើតនៅវីដេអូមេរៀនថ្មីសម្រាប់កូនៗទាំងអស់គ្នាចាអរគុណច្រើនជម្រាបលាអ្នកគ្រូអរគុណច្រើន